បាទជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំមកលេងផ្ទះបាទលោកយាយរបស់ខ្ញុំហើយខ្ញុំក៏បានឃើញនៅក្នុងសួនបន្លែរបស់គាត់មានបានដំណាំមួយយ៉ាងដែលគេហៅថាគឺកសាំងទៀបហើយកសាំងទៀបនេះបងប្អូនហើយឃើញល្អមែនទែនតែវាបានដុះនៅក្នុងសួនដំណាំរបស់លោកយាយខ្ញុំហើយគាត់ក៏បានថែទាំហើយក៏មានការស្រោចទឹកដែរអញ្ចឹងណាហើយល្អមែនទែនហើយដំណាំមួយប្រភេទនេះក៏មានការពេញនិយមទទួលទានផងដែរសម្រាប់មនុស្សយើងណាតោះឥឡូវនេះយើងចង់ដឹងថាតើវាល្អយ៉ាងម៉េចខ្លះបាទនេះបងប្អូនអើយនេះគឺច្រើនមែនតើនេះបាទនេះល្អមែនតើនេះឡើងខ្ចីលហកតែម្ដងណាបាទហ្នឹងហើយឥឡូវនេះយើងទៅមើលមកកន្លែងទៀតបាទបងប្អូនអើយនេះមកកន្លែងទៀតហ្នឹងក៏មិនណយដែរបងប្អូននេះអូឯងចាក់ដៃជុំរបស់យើងហើយបាទល្អមែនតើមិនដឹងថាលោកយាយខ្ញុំគាត់ដាំឬក៏វាដុះខ្លួនឯងទេបងប្អូននេះដុះឡើងសន្ធឹកតែម្ដងបាទដុះច្រើនមែនតើហ្នឹងហើយបងប្អូនហើយនៅក្នុងសួនដំណាំរបស់គាត់នេះដែរបងប្អូនមិនត្រឹមតែមានតែកសាំងទៀបទេបាទមានដំណាំច្រើនគួរសមដែរមានដូចជាត្រប់បាទបងប្អូននេះត្រប់ហើយនេះខ្ញីហើយនេះគឺជីមញ៉ែបងប្អូននេះជីមញ៉ែជីហ្នឹងបានស្ងោរមាន់អីគឺឆ្ងាញ់ណាបងប្អូនឈ្ងុយយកតែមែនតើបាទហ្នឹងហើយបងប្អូនសូមបង្ហាញជូនតែប៉ុណ្ណឹងអរគុណជម្រាបលា